បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមចែករំលែករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះរៀងក្រនៅស្រុកខ្មែរយើងក្រតែមែនតែម្ដងប៉ុន្តែប្រកែ100គុណបងប្អូនណាហើយរុក្ខជាតិនេះផងដែរឈ្មោះថាកុមារពេជ្រក្រហមបងប្អូនហើយយកទៅប្រើប្រាស់ជំងឺជាច្រើនបងប្អូនណាហើយខ្ញុំសង្ខេបត្រួសដើម្បីប្រាប់បងប្អូនជាដំបូងហើយដូចជាគ្រុនក្តៅផ្ដាសាយប្រសាសស្បូនហើយនឹងកាពះពោះវៀនប្រឆាំងនឹងមេរោគមហារីកកុំឲ្យវាលូតលាស់ទៅមុខបងប្អូនជាបាលប្រឆាំងជាបាលផងចង់និយាយចឹងណាបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណសូមបង្ហាញរុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះមានសព្វគុណជាច្រើនបងប្អូនសម្រាប់ធ្វើឱសថបុរាណខ្មែរយើងនិយាយទៅគឺ100គុណបងប្អូនបើយើងចេះប្រើចេះដាក់ចេះលាយបងប្អូនហើយគ្រូធ្វើឲ្យអស់លទ្ធភាពនៃរុក្ខជាតិនេះគឺ100គុណបើគ្រូខ្លះធ្វើអត់បានទេបងប្អូនណាយកទៅផ្សំថ្នាំអត់បាន100គុណទេបើយើងចេះផ្សំមានជំនាញផ្សំជាគ្រូឱសថបុរាណជើងចាស់ពីយូរមកហើយដែលគេធ្លាប់បទពិសោធន៍គេយកបាន100គុណដោយផ្សំជាមួយរុក្ខជាតិផ្សេងតែមួយមុខឬពីរមុខទេហើយរុក្ខជាតិហ្នឹងក៏ច្រើនមុខដែរហើយបាន100គុណដែរឲ្យតែយើងចេះផ្សំឲ្យអស់លទ្ធភាពវាបងប្អូនណាហើយបន្ទាប់ទៅនេះឃើញស្លឹកទេបងប្អូនស្លឹកវាអញ្ចឹងបានខ្ញុំចាំងខ្ញុំឲ្យបងប្អូនមើលអាយុដើម្បីឲ្យស្គាល់ថាតើកុមារពេជ្រក្រហមនឹងដូចម៉េចហើយបើសិនបងប្អូនយកកុមារពេជ្រក្រហមនេះទៅឆ្លីស្លឹកវានឹងដៃយើងវាចេញក្រហមតែងជាប់នឹងដៃដូចឈាមអញ្ចឹងបងប្អូនបើកុមារពេជ្រសអត់មានទេអត់មានជាប់ដៃទេវាសធម្មតាដៃយើងមិនដៃចលីទៅវានៅតែប៉ុណ្្នឹងតែកុមារពេជ្រក្រហមយកវាពណ៌ក្រហមដូចឈាមអញ្ចឹងជាប់ដៃយើងបងប្អូនហើយបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញពីមើមរបស់កុមារពេជ្រដើម្បីយកទៅធ្វើថ្នាំបងប្អូនណានេះហើយមើមក្រមាពេជ្រក្រហមបងប្អូនអានៅមកគុំមួយទៀតនោះវាដុះចិត្តហើយវាលឹបនឹងដីអានេះឆ្មាវាកាត់តោងវាអស់វាមកកាត់ស៊ីអស់ទៅវានៅសល់តែមើមវាតើតលើដីអញ្ចឹងខ្ញុំប្រចាំងឲ្យបងប្អូនមើលប៉ុន្តែមើមកុមារពេជ្រក្រហមនឹងទេបងប្អូនណាខ្ញុំមាន2កន្លែងអញ្ចឹងខ្ញុំប្រចាំងឲ្យបងប្អូនមើលព្រោះពីពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងមើលហ្នឹងបងប្អូនហើយកបនឹងជំងឺផ្សេងជាច្រើនដូចជាជំងឺរបេងជំងឺសួតគ្រុនក្តៅគ្រុនពោះវៀនគ្រុនញាក់ព្យាបាលប្រឆាំងមេរោគមហារីកអញ្ចឹងបងប្អូនហើយរាគមូលហើយបើសិនជាបងប្អូនហាលឲ្យស្ងួតមើលនឹងស្ដើងយកទៅពិសាទទួលទានដែលធ្វើឱសថបុរាណខ្មែរយើងបងប្អូនដាក់តែ5ទៅ10ក្រាមបានហើយអញ្ចឹងបងប្អូនរវាងថ្នាំដែលខ្ញុំប្រាប់ខាងលើឱសថដែលខ្ញុំប្រាប់ខាងលើនឹងទី1បងប្អូនណាទី2ដូចជាបងប្អូនហើយជុះឈាមជុះផងក្អួតផងហើយបញ្ចុះជាតិស្ករក្នុងឈាមក៏មានដែរបងប្អូនណាហើយបងប្អូនដាក់ដូចខាងលើដូចខ្ញុំនិយាយអញ្ចឹងពី5ទៅ10ក្រាមដូចគ្នាអញ្ចឹងហើយយកទៅពិសាទទួលទានទៅជាសះស្បើយយ៉ាងលឿនបំផុតកុមារពេជ្រប្រកែណាបងប្អូនប៉ុន្តែយើងចេះដាក់ចេះលាយតាមក្បួនខ្នាតវិទ្យាសាស្ត្របុរាណផងណាបងប្អូនកុំចេះតែឮគេថាដាក់តែផ្ដេសតែផ្ដាស់តិចយើងឈឺហើយយើងជំងឺយើងឈឺតិចយើងស្រាលយើងជឿគេដាក់ប៉ុណ្ណេះដាក់ប៉ុណ្ណោះដាក់ទៅទី1វាអត់ដល់ដុសដាក់តិចជាងទី2វាលើសដុសធ្វើឲ្យយើងមានបញ្ហាសុខភាពដែលវាទទួលវាច្រាលមកជំងឺរបស់យើងនៅទៅដដែលទេព្រោះវា error ចង់និយាយចឹងណាបងប្អូនបារាំងថា error ហើយនឹងទី2ហើយបងប្អូនណាទី3ដូចជាបងប្អូនបញ្ចុះជាតិស្ករនៅក្នុងសរសៃឈាមកំហាប់ឈាមចឹងណាបងប្អូនទឹកនោមផ្អែមចឹងណាហើយកាពះពោះវៀនក៏ត្រូវដែរបងប្អូនពះពោះវៀននឹងហើយបងប្អូនដាក់ដូចខាងលើចឹងបងប្អូនឲ្យខ្ញុំរៀបរាប់ខាងលើចឹងហើយដូចជាសន្លាក់ហើយនឹងសម្លាប់មេរោគនៅក្នុងកោសិកាផ្សេងដូចជាព្រួនឬអីចឹងសត្វល្អិតនៅក្នុងសរសៃឈាមចឹងក៏វាបាត់អស់ដែរបងប្អូនណានឹងកុមារពេជ្រនឹងច្រើនណាស់បងប្អូនច្រើនតែមែនតែម្ដងកុមារពេជ្រនេះមានតម្លៃច្រើនណាស់ប៉ុន្តែលោកគ្រូសង្ខេបមកខ្លីៗប្រាប់បងប្អូនកុំឲ្យយូរពេលបងប្អូនធុញចឹងណាបងប្អូនហើយបើសិនសត្វអត់នៅក្នុងសរសៃឈាមប្រកែណាបងប្អូនដាក់តែ2-3ថ្ងៃបងប្អូនទៅពិនិត្យមើលបាត់ឈាមបាត់ភ្លាមតែម្ដងបងប្អូនណា
នៅក្នុងសរសៃកំហាប់សរសៃឈាមយើងបាត់សត្វល្អិតហ្នឹងហើយវាធ្វើឲ្យសត្វល្អិតនឹងពុលបំបត្តិជាតិសត្វល្អិតហ្នឹងធ្លាក់ចូលតាមកម្រងនោមចេញមកក្រៅបាត់អស់រលីងតែម្ដងវាសត្វល្អិតអត់មានរស់នៅបានទេបងប្អូនណាហើយបើសិនជាបងប្អូនយកធ្វើជាម្សៅវិញបងប្អូនណាយកម្សៅណាហើយជាបាលជំងឺខាងលើដែលខ្ញុំរៀបរាប់សង្ខេបខ្លីៗហ្នឹងជាបាលខាងលើហ្នឹងបងប្អូនធ្វើជាម្សៅវិញបងប្អូនដាក់តែ3ក្រាមទៅ5ក្រាមបានហើយបងប្អូនក្នុងមួយថ្ងៃហូបក្នុងមួយថ្ងៃហ៎បងប្អូនដាក់តែប៉ុណ្្នឹងបានហើយកុំដាក់ច្រើនវាដូចខ្ញុំនិយាយបាញ់វា error ហើយបើតិចវាអត់គ្រប់ដូសតែ error វាលែងទទួលពាក្យថា error វាលែងទទួលវារោគជាធិរបស់យើងនៅដដែលវាលែងទទួលហើយបើយើងដាក់តិចវាអត់ដល់ដូសវាអត់ជាចង់និយាយចឹងហ៎បងប្អូនហើយនៅជាចុងក្រោយនេះខ្ញុំគ្មានអ្វីចែកជូនជាបងប្អូនទេមានតែធ្វើជាធម្មទាននៅរុក្ខជាតិដែលបងប្អូនយកទៅប្រើទៅក៏ប្រសើរជំងឺបងប្អូនបានអាយុវែងហើយទី1ទី2មានសុភមង្គលក្នុងគ្រួសារទី3យើងសល់លុយសល់កាក់ក្នុងគ្រួសារយើងបងប្អូនណាហើយនៅជាចុងក្រោយនេះសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដែលបានបងប្អូនបានចូលមើលហើយស្ដាប់យកទៅធ្វើជាធម្មទានដើម្បីសុខភាពបងប្អូនហើយជូនពរបងប្អូនឲ្យខែថ្មីឆ្នាំថ្មីនេះឲ្យបានសុខសប្បាយទាំងអស់គ្នាឲ្យបានអាយុវែងជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលា